ចឹងត្រឡប់ទៅវិញនៅពេលដែលយើងកំពុងតែមើលដៃគូរបស់យើងកសែភ្នែកមានន័យថាយើងកំពុងតែគោរពគាត់កំពុងតែឲ្យតម្លៃគាត់កំពុងតែនៅពេលបច្ចុប្បន្នជាមួយគាត់អានឹងគឺជាអ្វីមួយដែលយើងអាចប្រាប់ខ្លួនឯងមានលោកពូម្នាក់គាត់យើងចំណាស់ដែរគាត់មានបទពិសោធន៍បែបហ្នឹងនៅពេលណាដែលគាត់កំពុងតែមើលទៅនារីម្នាក់គាត់តែងតែមានការគិតមួយគាត់ខ្លាចតែគេនឹងគិតថាគាត់កំពុងតែលួចស្រឡាញ់ចឹងបទពិសោធន៍ហ្នឹងជាប់ជាមួយគាត់ចង់ចូល40ទៅ50ឆ្នាំហ្នឹងចឹងត្រឡប់ទៅវិញអានឹងគឺគ្រាន់តែជាការគិតរបស់យើងចឹងត្រឡប់ទៅវិញនៅពេលដែលយើងកំពុងតែមើលដៃគូរបស់យើងកសែភ្នែកមានន័យថាយើងកំពុងតែគោរពគាត់កំពុងតែឲ្យតម្លៃគាត់កំពុងតែនៅពេលបច្ចុប្បន្នជាមួយគាត់អានឹងគឺជាអ្វីមួយដែលយើងអាចប្រាប់ខ្លួនឯងហើយពេលដែលយើងកំពុងមើលមិនមែនន័យថាយើងមើលមកអត់ប្រវិចភ្នែកអាហ្នឹងខុសហើយណាបងអាហ្នឹងអ្នកនិយាយប្រហែលជាភ័យវិញបងធម្មជាតិរបស់យើងបែបណាយើងធ្វើបែបហ្នឹងទៅក៏តែកុំឲ្យយើងគេពុំនិយាយមួយយើងអាហ្នឹងទៅវាអត់ត្រូវចង់ត្រឡប់ទៅវិញប្រាប់ពីគោលបំណងប្រាប់ខ្លួនឯងថាខ្ញុំកំពុងតែមើលបងព្រោះដោយសារខ្ញុំកំពុងតែគោរពឲ្យតម្លៃនឹងនៅពេលបច្ចុប្បន្នជាមួយគាត់វាអាចមានពាក្យអីផ្សេងទៀតតែនេះគឺជាអ្វីមួយដែលខ្ញុំប្រាប់ខ្លួនឯងបទពិសោធន៍ខ្ញុំមួយនៅពេលដែលខ្ញុំទៅជួបបងសៃសមោខ្ញុំហៅគាត់បងអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំគោរពគាត់ខ្ញុំឲ្យតម្លៃគាត់ខ្ញុំនៅស្ដាប់គាត់ពេលអ្វីដែលគាត់ចែករំលែកមួយខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានអារម្មណ៍ថាភ័យដោយមានការប្រៀបធៀបតែគាត់ជាឋានៈរដ្ឋមន្ត្រីឬក៏បែបណាអញ្ចឹងត្រឡប់ទៅវិញយល់ពីគោលបំណងក្នុងការទៅមើលគាត់សម្លឹងមើលគាត់ឬក៏និយាយជាមួយគាត់តែបើសិនជាយើងអត់យល់អាហ្នឹងទេយើងចេះតែប្រាប់ខ្លួនឯងថាខ្ញុំខ្លាចខ្ញុំភ័យខ្ញុំខ្លាចខុសខ្ញុំខ្លាចនិយាយទៅគេបែបណាអារម្មណ៍របស់យើងក៏វាអត់ស្រួលតាមនឹងដែរអូខេអាហ្នឹងគ្រាន់តែជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំទេអញ្ចឹងសង្ឃឹមថាbrother បាទផលនឹងយល់ហើយវឹកហាត់អត់មានអីវឹកហាត់ទេហើយវាត្រូវការពេលក្នុងការឲ្យយើងទៅស៊ាំខ្លួនឯងអញ្ចឹងណាបាទ